បាទសួស្តីបងប្អូនទាំងអស់គ្នាបាទខ្ញុំមានវីដេអូបន្តទៀតហើយបាទកាលពីវីដេអូម្សិលមិញបាទខ្ញុំបាននិយាយតាក់ទងរឿងប៉ັບបាទប៉ັບហ្នឹងមានន័យថាការអឺបង្ការក្រោយពេលប្រឈមជាមួយនឹងមេរោគអេដបាទមានន័យថាយើងប្រឈមហើយប្រឈមជាមួយមេរោគអេដហើយយើងចាប់ផ្ដើមលេបថ្នាំបង្ការបាទចឹងមានន័យថាបងប្អូនដែលប្រឈមមុខនឹងជំងឺអេដមានន័យថាបងប្អូនរួមភេទទៅបាទចេតនាណាអចេតនាណាមួយវាធ្វើឲ្យបងប្អូនផ្ទុះស្រោមឬក៏របួសស្រោមអីទៅបងប្អូនភ័យព្រួយខ្លាចឆ្លងមេរោគអេដបងប្អូនក៏មកទទួលរកសេវាប៉ັບមានន័យថាបង្ការមិនឲ្យឆ្លងមេរោគអេដក្រោយពេលប្រឈមបាទហើយសម្រាប់វីដេអូនេះគឺខ្ញុំនិយាយអំពីការបង្ការមុនពេលប្រឈមការឆ្លងមេរោគអេដបាទអញ្ចឹងយើងបង្ការមុនហើយបានយើងប្រឈមក្រោយវីដេអូមុនគឺប្រឈមមុខនឹងជំងឺអេដហើយយើងបង្ការឥឡូវសម្រាប់វីដេអូនេះបាទគឺយើងបង្ការហើយបានយើងទៅប្រឈមបាទអញ្ចឹងពាក្យជាភាសាបាទគេថាភាសាបច្ចេកទេសណាគេថាប្រាប់បាទប្រាប់មានន័យថា pre exposure prophylaxis បាទមានន័យថាយើងបង្ការមុនការប្រឈមបាទអញ្ចឹងមានន័យថាបងប្អូនស្គាល់នារីដ៏ស្រស់ស្អាតខ្ញុំនិយាយលេងផងកំ pl ផងណាបងប្អូនមានបញ្ហាអីក៏សូមអធិស្ឋានអភ័យទោសផងបាទអញ្ចឹងបើឧទាហរណ៍បើសិនជាយើងត្រូវការថារួមភេទជាមួយដៃគូណាម្នាក់ដែលយើងទើបនឹងស្គាល់ហើយយើងអត់បានស្គាល់ប្រវត្តិនាងច្បាស់ទេឧទាហរណ៍អញ្ចឹងណាអញ្ចឹងយើងមិនចង់ប្រើប្រាស់ស្រោមអនាម័យទេអញ្ចឹងយើងគួរតែជួបបាទយើងគួរតែជួបវិជ្ជបណ្ឌិតដែលមានឯកទេសខាងជំនាញហ្នឹងដើម្បីយើងទទួលការបង្ការមុនពេលបាទប្រឈមមុខនឹងជំងឺអេដបាទបញ្ហាទាំងនេះខ្ញុំមិនបានលើកទឹកចិត្តឲ្យបងប្អូនធ្វើដូច្នោះទេប៉ុន្តែដើម្បីទប់ស្កាត់រឿងចៃដន្យណាមួយបាទអញ្ចឹងបងប្អូនចាំបាច់ត្រូវតែស្វែងរកការបង្ការបាទមុនពេលបងប្អូនប្រតិបត្តិរឿងទាំងនេះបាទអញ្ចឹងសរុបសេចក្តីមកវិញបាទប្រាប់ P R E P បាទប្រាប់គឺជាឱសថបាទមានប្រយោជន៍សម្រាប់អ្នកបាទដែលមានហានិភ័យទៅលើបាទជាមួយអ្នកមានមេរោគអេដបាទអញ្ចឹងបងប្អូនបាទហើយសំណួរមួយសួរថាហេតុអ្វីក៏យើងត្រូវប្រើប្រាប់ហ្នឹងទៅប្រើការបង្ការមុនពេលយើងទៅប្រឈមបាទចឹងប្រាប់វាជាឱសថដែលមានប្រសិទ្ធភាពខ្ពស់បាទដើម្បីការពារបាទការឆ្លងពីមេរោគអេដបាទចឹងមានន័យថាវាមានប្រសិទ្ធភាពខ្ពស់ដើម្បីកាត់បន្ថយការឆ្លងពីមេរោគអេដចូលមកក្នុងខ្លួនយើងបាទចឹងណាបងប្អូនហើយទី2បាទប្រាប់កាត់បន្ថយហានិភ័យការឆ្លងមេរោគអេដបាទបានក្នុងពេលរួមភេទបានរហូតដល់99%បាទអញ្ចឹងវាមានប្រសិទ្ធភាពខ្ពស់ដែរបាទប៉ុន្តែនេះខ្ញុំបញ្ជាក់ទៀតទាំងនេះគឺត្រូវស្ថិតនៅក្រោមការចេញវិជ្ជបញ្ជារបស់គ្រូពេទ្យណាបងប្អូនអញ្ចឹងខ្ញុំលើកទឹកចិត្តថាមុននឹងបងប្អូនទទួលយកការបង្ការប្រាប់នេះបងប្អូនយកល្អគួរតែស្ថិតនៅក្រោមការចេញវិជ្ជបញ្ជារបស់គ្រូពេទ្យណាកុំធ្វើដោយចិត្តឯងណាបងប្អូនណាហើយសំណួរមួយទៀតគេសួរថាតើប្រាប់នឹងល្អសម្រាប់យើងអត់បាទអញ្ចឹងចម្លើយគឺមានន័យថាវាមានប្រយោជន៍វាល្អសម្រាប់យើងបាទសម្រាប់ខ្លួនយើងដើម្បីបង្ការការឆ្លងវីរុស HIV នឹងមកក្នុងខ្លួនបាទចឹងសម្រាប់អ្នកមានដៃគូឬក៏ស្រឡាញ់គ្នាជាមួយអ្នកដែល
ទុកមេរោគអេដឬក៏សម្រាប់ដៃគូយើងអត់ដឹងស្ថានភាពបាទឬក៏ដៃគូយើងមានមេរោគហើយប៉ុន្តែអត់ដឹងពីស្ថានភាពចំនួនវីរុសនៅក្នុងខ្លួនគាត់ប្រមាណតែបងប្អូនអត់ចង់រួមរស់ជាមួយគាត់ដោយអត់ចង់ប្រើស្រោមចឹងបងប្អូនក៏អាចជ្រើសរើសវិធីបង្ការមុនពេលប្រឈមប្រាប់នេះបានដែរហើយមួយទៀតបាទសម្រាប់អ្នកដែលចូលចិត្តបៃលាតហើយមិនប្រើស្រោមជាប់លាប់ហើយបងប្អូនសកម្មខាងផ្លូវភេទហ្នឹងបងប្អូនក៏អាចជ្រើសរើសយកពិធីប្រាប់នេះបានដែរប៉ុន្តែជាការលើកទឹកចិត្តរបស់ខ្ញុំបាទបងប្អូនគួរតែវិភាគសាជាមួយគ្រូពេទ្យបើទោះបីជាប្រាប់នេះមានប្រសិទ្ធភាពរហូតដល់ 99% ក៏ដោយបាទហើយសំណួរបន្តទៀតគេថាតើវាមានសុវត្ថិភាពសម្រាប់យើងអត់បាទសម្រាប់ប្រាប់នេះគឺមានសុវត្ថិភាពណាស់ប្រសិនបើបងប្អូនបាទត្រូវបានទទួលប្រាប់នេះក្រោមការចេញវិជ្ជាបញ្ជារបស់គ្រូពេទ្យបាទឃើញទេអញ្ចឹងវាមានប្រសិទ្ធភាពលុះត្រាតែបងប្អូនបានពិភាក្សាជាមួយគ្រូពេទ្យជំនាញខាងហ្នឹងបាទហើយក៏វាមានល្អសម្រាប់បង្ការខ្លួនមិនឲ្យឆ្លងវីរុស HIV នេះដែរបាទហើយសម្រាប់គេហៅថាឥទ្ធិពលធ្វើទុករបស់ថ្នាំការធ្វើទុករបស់ថ្នាំក៏គេសង្កេតឃើញថាវាហាក់បីដូចជាអត់សូវមានទេវាមានតិចតួចបាទដូចជាឈឺក្បាលវិលមុខអស់កម្លាំងឈឺកាពះលមូលពុះអីអស់ហ្នឹងបាទឬក៏វាអាចសម្រាប់ករណីខ្លះក៏វាអាចមានច្រើនបាទមានធ្ងន់ធ្ងរអញ្ចឹងទៅប៉ុន្តែគេកម្រនឹងជួបផលវិបាកធ្ងន់ធ្ងរទាំងនេះណាបាទប្រសិនជាបងប្អូនប្រើហើយមានផលវិបាកលើសពីអ្វីដែលខ្ញុំបាននិយាយបងប្អូនគួរតែមកជួបលោកគ្រូពេទ្យដែលជាអ្នកផ្ដល់សេវាប្រាប់នឹងឲ្យបងប្អូនបាទហើយបងប្អូនត្រូវតែចាំទុកថាពិតមែនតែវាមានសុវត្ថិភាពដើម្បីកាត់បន្ថយការឆ្លងពីវីរុស HIV មែនប៉ុន្តែបងប្អូនត្រូវចាំថាវាអត់បានកាត់បន្ថយការឆ្លងកាមរោគនោះទេបាទដូចជាស្វាយប្រមាសបាទជាពិសេសជំងឺរលាកថ្លើមប្រភេទ B និង C បាទប្រភេទ B និង C បាទអញ្ចឹងជំងឺរលាកថ្លើមប្រភេទ B បាទពិតមែនថាត្រូវបានព្យាបាលរួចហើយក៏ដោយក៏មិនអាចឲ្យវាជាដែរបាទមានន័យថាវាអត់ជាទេបងប្អូនត្រូវតែប្រើប្រាស់ថ្នាំប្រភេទ B នេះរហូតអស់មួយជីវិតហើយសួរថាការព្យាបាលនេះទប់ស្កាត់មិនឲ្យវាខូចថ្លើមបានដែរអត់មិនមានការសិក្សាណាមួយបញ្ជាក់ថាវាលាបមួយជីវិតហើយវាបានល្អនោះទេបងប្អូនណាហើយសម្រាប់មេរោគថ្លើមប្រភេទ C វិញមានថ្នាំព្យាបាលជា3ទៅ6ខែរាប់មេរោគអត់មានវត្តមានមេរោគនៅក្នុងឈាមបញ្ឈប់ការព្យាបាលប៉ុន្តែសួរថាអាចកំបាំងផ្សេងនៅខាងក្រោយថ្លើមប្រភេទ C ហ្នឹងបាទចឹងសួរថាវាមានអីកើតឡើងពិតមែនតែវាព្យាបាល3ទៅ6ខែជាគេត្រូវការបញ្ឈប់មែនប៉ុន្តែយើងមានឯកសារបញ្ជាក់ថាវាឈប់វិវត្តនៃជំងឺនឹងនៅបាទចឹងបងប្អូនត្រូវគិតពីចំណុចហ្នឹងឲ្យច្បាស់មុននឹងទទួលយកពិធីបង្ការប្រាប់នេះបាទអញ្ចឹងខ្ញុំបញ្ជាក់ឡើងវិញបាទប្រាប់មានន័យថាការបង្ការមិនឲ្យឆ្លងមេរោគអេដមុនពេលប្រតិបត្តិការបាទអញ្ចឹងវាមានសុវត្ថិភាពរហូតដល់ 99% ប៉ុន្តែការធ្វើបែបនេះក៏ស្ថិតនៅក្រោមការចេញវិជ្ជាបញ្ជារបស់គ្រូពេទ្យហើយពិតមែនតែវាមានប្រសិទ្ធភាពខ្ពស់ប៉ុន្តែវាមិនអាចបង្ការជំងឺកាមរោគជំងឺថ្លើម BC បាននោះទេអូខេបងប្អូនណាច្បាស់
ហើយបងប្អូនដែលបានមើលវីដេអូរបស់ខ្ញុំនេះបានបងប្អូនចាប់អារម្មណ៍ឬក៏យ៉ាងម៉េចមួយបងប្អូនអាចចូលទៅក្នុង link Telegram របស់ខ្ញុំដែលខ្ញុំដាក់នៅក្នុង description ដើម្បីពិភាក្សាគ្នាបាទតាម Telegram ប្រសិនជាបងប្អូនថាអូអត់ហ៊ានទៅជួបដុកទ័រនៅខាងក្រៅទល់មុខគ្នាចឹងបងប្អូនអាចចូល Telegram ជាការពិភាក្សាគ្នាបាទខ្ញុំនឹងជួយបាទប្រឹក្សាបងប្អូនបាទតាមលទ្ធភាពដែលខ្ញុំមានបើខ្ញុំអត់មានចឹងខ្ញុំមានតែជម្រាបជូនបងប្អូនទៅឲ្យជួបដុកទ័រឯកទេសបាទសម្រាប់ខ្ញុំគឺមានប៉ុណ្្នឹងបាទចឹងខ្ញុំបាទសូមជម្រាបលាហើយសូមឲ្យបងប្អូនទាំងអស់គ្នាបាទជួបតែសេចក្តីសុខគ្រប់ពេលវេលាបាទ